ក៏ទទួលបាន1 លានរៀលដៃសេការលើកទឹកចិត្ត round 1 បាទទស្សនិកជនចូលដល់គូខ្សែក្បាត់ហើយបាទចឹងបាទសម្រាប់កីឡាករគុណខ្មែររបស់យើងបាទគឺអេអមរិនភូថងការពារខ្សែក្បាត់បាទកីឡាពុកទីកាលនេះអ្នកមកទៅដើមខ្សែក្បាត់បាទអញ្ចឹងមួយឆ្នាំហើយអេអមរិនភូថងពាក់ខ្សែក្បាត់មួយឆ្នាំហើយចឹងដល់ពេលដែលត្រូវកីឡាករបរទេសមកទៅដើមហើយបាទចាំមើលថាការប្រកួតយ៉ាងណាការប្រកួតមានចំនួន3ទឹកនៅលើសង្វៀន Dragon គុណខ្មែររបស់យើងអ្នកឆ្វេងរបស់អមរិនចាក់ក្រោមមកជើងសងស្ដាំវិញពីកីឡាករផាឡូបាទផាឡូមីឡូបាទចាក់ក្រោមរបស់ផាឡូឆ្វេងរបស់អេអមរិនអត់ត្រូវបាទកពស់ស្តៀងគ្នាបាទខាងពុកទីកាល1.78 ម៉ែត្រអេអមរិន1.82 ម៉ែត្របាទខុសមានតិចទេមិនអីទេស៊ីសងនេះបាទឆ្វេងមកជើងរបស់ផាឡូបាទសាច់តំណងណាបាទសាច់បាទយើងក៏ហំគេក៏ហំដែរចាក់ក្រោមរបស់អមរិនអីយ៉ាចង់អត់ស្រួលចាក់ជើងក្រោមបាញ់មិញចង់ញោចឆ្វេងសងវិញពីផាឡូកីឡាករពុកទីកាល់ចាក់ឆ្វេងរបស់អមរិនកំពុងតែសម្លក់សម្លឹងពោះទឹករបស់ផាឡូសង្ស័យកន្លែងហ្នឹងថាកន្លែងចូលជង្គង់របស់គាត់ហើយធាក់ស្ដាំមកជើងអូយបាទចូលពេញកញ្ចប់មាត់មកចាក់ក្រោមមកជើងនេះកិច្ចផុតលូកឆ្វេងរបស់ផាឡូអមរិន1-1ចាក់ក្រោមរបស់ផាឡូទាត់ឆ្វេងរបស់ផាឡូយកដៃរាប់ជាប់ពីអមរិនចាក់ក្រោមសងវិញពីអមរិនបាទក្រហមហើយជើងផាឡូខាងឆ្វេងចាប់ផ្ដើមក្រហមជាប់បដាហើយបាទអមរិនបោះជំនាញជើងខ្សែមួយបាទកំពុងរកឱកាសធាក់ឆ្វេងរបស់ផាឡូឆ្វេងរបស់ផាឡូនេះឆ្វេងរបស់អមរិនចាក់ក្រោមមកជើងទៀតបាទតេះជើងក្រោមមើលចង់ដឹងថាជើងផាឡូនឹងរឹងមាំអត់ចាក់ក្រោមមកជើងទៀតបាទចាក់អាយ៉ាបាទចង់ចេញអាការៈឲ្យឆ្វេងរបស់ផាឡូសងវិញផាឡូបិទជើងឆ្វេងបានអត់ទេមើលអមរិនឃើញកន្លែងរៀងតំណងហើយចាក់ក្រោមមកជើងទៀតចង់ទាញម្ដងហេអាស្ដាំរបស់ផាឡូប៉ុន្តែផាឡូថាអត់អីទេខ្ញុំទ្រាំបានចាក់ក្រោមជើងទៀតចាក់ក្រោមមកជើងទៀតអូយអាយ៉ាអត់ទេចំប្រអប់លេងទេបាទអត់អីទេបាទប្រកួតបន្ត continue បាទប្រកួតបន្តទៀតតោះទស្សនាសុំសម្លេងអូមួយបងប្អូនបាទទៅទៀតចាក់ក្រោមរបស់ផាឡូឆ្វេងរបស់ផាឡូបាទព្យាយាមទាត់ចូលកញ្ចឹងកអមរិនតែអមរិនបិទជាប់ល្អណាស់អមរិនកាប់តឡាច់ក្រោមសងឆ្វេងរបស់ផាឡូវិញបាទចាក់ក្រោមរបស់អមរិនចូលណែនណាស់បាទជង្គង់បោះជង្គង់នេះចេញហើយជង្គង់ទឹកចេញហើយតែស្ដាំមកជើងបាទជើងខ្មោចអូយបាទមកជើងចូលកញ្ចប់គាត់អូយបាទ4 5ធ្វើឲ្យកីឡាករពុកទីកាល់បាទមានអាការៈអត់ស្រួលបាទឆ្វេងមកជើងសងវិញនេះមកជើងទៀតបាទចង់ទាញស្ដាំអមរិនប្រុងបោះជង្គង់បាទចូលស្រាលកាលនេះឆ្វេងសងពីពុកទីកាល់នេះមកជើងចុងក្រោយនេះបាទចូលកញ្ចប់មាត់ធ្វើអាញាកដារាប់នេះទាត់កាត់ឆ្វេងនេះពេញល្អមែនទែនបាទដួលផ្កាប់មុខបាទចប់ទឹកអ្នកឲ្យទឹកចេញក្រៅ second out Dragon គុណខ្មែរគូទី6ដែលជាគូអន្តរជាតិការពារខ្សែក្រវ៉ាត់កម្ពុជាពុកទីកាល់ទឹកទី2 round 2បាទទឹកទី2ហើយសម្រាប់អេអមរិនបាទផ្ដាច់បានឬក៏មិនបានចាំមើលខាងពុកទីកាល់ផាឡូមីឡូប្រយ័ត្នហើយពេលនេះបាទអមរិនព្យាយាមបាទទាត់ជើងក្រោមទៅដែរទាត់ស្ដាំពីផាឡូចាស់ក្រោមអាយ៉ាទាញហើយថាមែន1 2ជើងនេះគឺថាចេញតែពីទឹកមួយអូយវីក្បាលបាទ7 8 ចាប់បោល